នៅចុងសតវត្សទី19និងដើមសតវត្សទី20ប្រទេសមហាអំណាចធំៗដែលត្រួតត្រាពិភពលោកភាគច្រើនស្ថិតនៅក្នុងតំបន់អឺរ៉ុបក្រៅពីនោះគឺសុទ្ធសឹងតែជាមហាអំណាចបន្តបន្សំសហរដ្ឋអាមេរិកគឺជាមហាអំណាចមួយដែលទើបនឹងងើបមុខថ្មីក៏ប៉ុន្តែគឺជាមហាអំណាចខាងផ្នែកសេដ្ឋកិច្ចនិងឧស្សាហកម្មហើយមិនទាន់មានកម្លាំងទ័ពខ្លាំងក្លាជាមហាអំណាចពិភពលោកលើឡើយនោះទេម្យ៉ាងទៀតសហរដ្ឋអាមេរិកនៅពេលនោះប្រកាន់យកនូវនយោបាយឯកោនិយមនិងគោលការណ៍មិនធ្វើអន្តរាគមន៍នៅក្រៅប្រទេសអាមេរិកគិតថាខ្លួនមានសមត្ថភាពដោយសារមានមហាសមុទ្រធំៗពីរនៅការពារទាំងសងខាងគឺមហាសមុទ្រប៉ាស៊ីហ្វិកនៅខាងលិចនិងមហាសមុទ្រអាត្លង់តិកនៅខាងកើតហើយដូច្នេះហើយបានជាអាមេរិកមិនសូវជារវីរវល់នឹងកិច្ចការនៅក្រៅប្រទេសប៉ុន្មាននោះទេជាពិសេសគឺកិច្ចការនៅខាងក្រៅទ្វីបអាមេរិកនៅអាស៊ីវិញជប៉ុនក៏ជាមហាអំណាចដែលទើបនឹងងើបមុខថ្មីមួយដែរក៏ប៉ុន្តែផ្ទុយពីសហរដ្ឋអាមេរិកជប៉ុនបានបោះបង់ចោលនយោបាយឯកោនិយមរបស់ខ្លួនហើយងាកមកចាប់យកនយោបាយអាណានិគមនិយមដូចជាបណ្ដាប្រទេសមហាអំណាចនៅអឺរ៉ុបដែរក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយជប៉ុននៅពេលនោះគ្រាន់តែជាមហាអំណាចក្នុងតំបន់មួយប៉ុណ្ណោះដោយនៅមិនទាន់មានកម្លាំងទ័ពខ្លាំងក្លាជាមហាអំណាចពិភពលោកដូចជាបណ្ដាប្រទេសនៅអឺរ៉ុបនោះទេនៅអឺរ៉ុបគេឃើញមានមហាអំណាចធំៗចំនួន5ដែលប្រកួតប្រជែងគ្នារហូតដល់ផ្ទុះទៅជាសង្គ្រាមលោកលើកទី1គឺរួមមានអង់គ្លេសបារាំងអាល្លឺម៉ង់រុស្ស៊ីនិងអូទ្រីសហុងគ្រីនៅក្នុងចំណោមប្រទេសទាំងនេះមហាអំណាចធំជាងគេបំផុតនៅពេលនោះគឺចក្រភពអង់គ្លេសដែលនៅក្នុងចន្លោះសតវត្សទី19ដល់ដើមសតវត្សទី20គឺជាមហាអំណាចពិភពលោកលំដាប់ទី1ពលគឺដូចទៅនឹងសហរដ្ឋអាមេរិកដែលជាមហាអំណាចពិភពលោកនៅក្នុងសតវត្សទី20និងដើមសតវត្សទី21នេះដែរក៏ប៉ុន្តែនៅចុងសតវត្សទី19មហាអំណាចថ្មីមួយបានចាប់លេចមកប្រជែងជាមួយនឹងចក្រភពអង់គ្លេសគឺអាល្លឺម៉ង់នៅមុនឆ្នាំ1870អាល្លឺម៉ង់មិនទាន់ជាប្រទេសរួបរวมគ្នាមួយនៅឡើយទេដោយត្រូវបែងចែកជារដ្ឋដែលមានរចនាសម្ព័ន្ធដាច់ពីគ្នាដែលនៅក្នុងចំណោមនោះនគរព្រុយស៊ីគឺជានគរដែលមានទឹកដីនិងកម្លាំងទ័ពខ្លាំងជាងគេអូតូវ៉ាន់ប៊ីស្ម៉ាកដែលត្រូវបានព្រះមហាក្សត្រវីលហែមទី1តែងតាំងឲ្យធ្វើជាអធិការបតីព្រុយស៊ីនៅឆ្នាំ1862គឺជាអ្នកនយោបាយអភិរក្សនិយមដែលមានក្តីបំណងចង់ឃើញអាល្លឺម៉ង់រួបរวมគ្នាបង្កើតទៅជាមហាអំណាចដ៏ធំមួយដើម្បីសម្រេចតាមក្តីបំណងនេះប៊ីស្ម៉ាកបានរកឃើញយុទ្ធសាស្ត្រមួយគឺបង្កសង្គ្រាមជាមួយនឹងបារាំងដែលជាគូសត្រូវរួមរបស់គ្រប់ដែនដីទាំងអស់របស់អាល្លឺម៉ង់ភាពជាសត្រូវដែលបានបន្សល់ទុកតាំងពីសម័យអធិរាជណាប៉ូឡេអុងទី1គឺណាប៉ូឡេអុងប៊ូណាប៉ាតប៊ីស្ម៉ាកក៏បានគិតឃើញផងដែរថាដើម្បីអាចដុតបញ្ឆេះចលនាជាតិនិយមអាល្លឺម៉ង់ឲ្យរួបរวมគ្នាច្បាំងនឹងបារាំងបានគេចាំបាច់ត្រូវតែឲ្យប្រជាជនអាល្លឺម៉ង់ទាំងអស់មើលឃើញថាបារាំងគឺជាអ្នកឈ្លានពានមកលើអាល្លឺម៉ង់ប៊ីស្ម៉ាកក៏បានចាប់ផ្ដើមបង្ករឿងជាច្រើនជាមួយបារាំងរហូតធ្វើឲ្យអធិរាជណាប៉ូឡេអុងទី3ប្រកាសសង្គ្រាមលើនគរព្រុយស៊ីនៅខែកក្កដាឆ្នាំ1870ហើយប៊ីស្ម៉ាកក៏បានប្រមាថប្រមូលរដ្ឋទាំងអស់របស់អាល្លឺម៉ង់ឲ្យចងជាសម្ព័ន្ធភាពដើម្បីទប់ទល់នឹងសកម្មភាពដែលប៊ីស្ម៉ាកហៅថាជាការឈ្លានពានរបស់បារាំងកងទ័ពអាល្លឺម៉ង់ដែលរួបរวมគ្នាបានយកឈ្នះបារាំងនៅឆ្នាំ1971ហើយក្រោយពីទទួលបានជ័យជំនះនេះអាល្លឺម៉ង់បានរួបរวมគ្នាបង្កើតទៅជាចក្រភពមួយឡើងក្រោមការដឹកនាំរបស់អធិរាជវីលហែមទី1និងដែលមានអូតូវ៉ាន់ប៊ីស្ម៉ាកជាអធិការបតីគូគឺជាប្រមុខរដ្ឋាភិបាលនៅពេលនោះចក្រភពអាល្លឺម៉ង់គឺជាមហាអំណាចដ៏ធំមួយទាំងខាងផ្នែកសេដ្ឋកិច្ចនិងឧស្សាហកម្មក៏ប៉ុន្តែអាល្លឺម៉ង់មានមហិច្ឆតាចង់បានអ្វីលើសពីនេះទៅទៀតដើម្បីអាចក្លាយទៅជាមហាអំណាចស្មើមុខស្មើមាត់ជាមួយនឹងមហាអំណាចផ្សេងទៀតហើយអ្វីដែលមហាអំណាចផ្សេងមានតែអាល្លឺម៉ង់មិនមាននោះគឺដែនដីអាណានិគមចក្រភពអាល្លឺម៉ង់មានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចអាណានិគមដែលយល់ឃើញថាការវាយទីពង្រីកដែនដីអាណានិគមអាចនឹងជួយឲ្យអាល្លឺម៉ង់ពង្រីកទីផ្សារនិងគ្រប់គ្រងធនធានធម្មជាតិបានកាន់តែច្រើនផងព្រមទាំងធ្វើឲ្យអាល្លឺម៉ង់ក្
ខ្លាយទៅជាមហាអំណាចស្មើមុខនឹងមហាអំណាចអឺរ៉ុបផ្សេងទៀតផងដែរអាល្លឺម៉ង់ក៏បានចាប់ផ្ដើមដាក់ចេញនូវនយោបាយវាទីពង្រីកដែនដីអាណានិគមដោយផ្ដោតជាពិសេសទៅលើតំបន់អាហ្វ្រិកនិងតំបន់អាស៊ីប៉ាស៊ីហ្វិកការពង្រីកដែនដីអាណានិគមដែលធ្វើឲ្យអាល្លឺម៉ង់ត្រូវមានវិវាទជាមួយនឹងមហាអំណាចអាណានិគមចាស់គឺបារាំងនិងអង់គ្លេសការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅអឺរ៉ុបដែលបានកើតមានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក៏បានធ្វើឲ្យប្រទេសនីមួយៗខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួនហើយការប្រណាំងប្រជែងផ្នែកសិទ្ធិវុធក៏បានកើតមានឡើងយ៉ាងពេញទំហឹងជាពិសេសគឺការប្រណាំងប្រជែងសិទ្ធិវុធខាងទ័ពជើងទឹករវាងចក្រភពអាល្លឺម៉ង់និងចក្រភពអង់គ្លេសព្រមពេលជាមួយគ្នានឹងការប្រណាំងប្រជែងខាងសិទ្ធិវុធមហាអំណាចនៅអឺរ៉ុបក៏បានស្វះស្វែងចងសម្ព័ន្ធមិត្តនឹងគ្នាយ៉ាងប្រតិក្រឡាផងដែរសម្ព័ន្ធភាពទ្វេភាគីរវាងអាល្លឺម៉ង់និងអូទ្រីសហុងគ្រីត្រូវបានបង្កើតឡើងនៅឆ្នាំ1879ហើយ3ឆ្នាំក្រោយមកទៀតសម្ព័ន្ធភាពនេះក៏បានក្លាយទៅជាសម្ព័ន្ធភាពត្រីភាគីក្រោយពីមានការចូលរួមពីសំណាក់អ៊ីតាលីដើម្បីទប់ទល់នឹងអាល្លឺម៉ង់និងសម្ព័ន្ធមិត្តបារាំងក៏បានទៅបង្កើតសម្ព័ន្ធភាពជាមួយនឹងប្រទេសផ្សេងទៀតផងដែរគឺសម្ព័ន្ធភាពបារាំងរុស្ស៊ីនៅឆ្នាំ1892និងសម្ព័ន្ធភាពបារាំងអង់គ្លេសនៅឆ្នាំ1904នៅឆ្នាំ1907ក្រោយពីអង់គ្លេសនិងរុស្ស៊ីបានចុះសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាពនឹងគ្នាសម្ព័ន្ធភាពត្រីភាគីបារាំងអង់គ្លេសរុស្ស៊ីក៏បានចាប់កំណើតឡើងគឺសម្ព័ន្ធភាពទាំងពីរក្រុមនេះហើយពោលគឺម្ខាងអាល្លឺម៉ង់អូទ្រីសហុងគ្រីអ៊ីតាលីនិងម្ខាងទៀតបារាំងអង់គ្លេសរុស្ស៊ីដែលជាតួអង្គដ៏សំខាន់នៅក្នុងសង្គ្រាមលោកលើកទី1នៅចន្លោះពីឆ្នាំ1914ដល់ឆ្នាំ1918រហូតមកទល់នៅពេលនេះ100ឆ្នាំគត់ដែលសង្គ្រាមលោកលើកទី1បានចាប់ផ្ទុះឡើងក៏ប៉ុន្តែមូលហេតុដែលនាំឲ្យផ្ទុះសង្គ្រាមនេះនៅតែជារឿងចម្រូងចម្រាសមួយនៅក្នុងចំណោមអ្នកប្រវត្តិសាស្ត្រការធ្វើឃាតប្រមាចាស់ហ្វេឌីណង់នៃចក្រភពអូទ្រីសហុងគ្រីនៅខែមិថុនាឆ្នាំ1914គឺជាឈ្នួលដែលដុតបញ្ឆេះសង្គ្រាមក៏ប៉ុន្តែដើមឫសនៃចំនួនបានកាត់មានឡើងតាំងពីរាប់សិបឆ្នាំមុនម្ល៉េះដែលដុះពន្លកចេញពីការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចអឺរ៉ុបនិងការផ្ទុះឡើងនៃចលនាជាតិនិយមនៅតាមបណ្ដាប្រទេសអឺរ៉ុបផ្កាភ្លើងនៃសង្គ្រាមលោកលើកទី1បានចាប់ផ្ដើមលេចឡើងតាំងពីឆ្នាំ1871គឺចេញពីសង្គ្រាមរវាងអាល្លឺម៉ង់និងបារាំងអាល្លឺម៉ង់ដែលឈ្នះសង្គ្រាមបានបង្រួបបង្រួមប្រទេសរបស់ខ្លួនបង្កើតទៅជាចក្រភពថ្មីមួយដែលមានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចប្រជែងជាមួយនឹងមហាអំណាចផ្សេងទៀតនៅអឺរ៉ុបបារាំងវិញបារាំងដែលចាញ់សង្គ្រាមត្រូវបានអាល្លឺម៉ង់កាត់យកទឹកដីនៃតំបន់ Alsace-Lorraine យកទៅកាន់កាប់ប្រជាជនបារាំងដែលណាមួយទទួលរងនូវភាពអាម៉ាស់និងបរាជ័យផ្នែកយោធាហើយណាមួយទៀតខឹងនឹងការបាត់បង់ទឹកដីក៏បានចិញ្ចឹមចិត្តរងចាំតែឱកាសដើម្បីសងសឹកនឹងអាល្លឺម៉ង់វិញគំនុំគុំគួនកម្មទុកចិត្តគ្នានិងការប្រណាំងប្រជែងគ្នាដណ្ដើមដែនដីអាណានិគមបានធ្វើឲ្យបណ្ដាប្រទេសនៅអឺរ៉ុបនាំគ្នាខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួនផងហើយម្ខាងទៀតជាយាមចងសម្ព័ន្ធមិត្តយ៉ាងប្រតិក្រឡាគ្នាផងដើម្បីទុកជាបង្អែកក្នុងករណីមានសង្គ្រាមផ្ទុះឡើងបារាំងបានទៅបង្កើតសម្ព័ន្ធភាពត្រីភាគីជាមួយនឹងអង់គ្លេសនិងរុស្ស៊ីចំណែកឯអាល្លឺម៉ង់វិញបង្កើតជាសម្ព័ន្ធមិត្តជាមួយនឹងចក្រភពអូទ្រីសហុងគ្រីនិងអ៊ីតាលីនៅក្នុងពេលជាមួយគ្នានោះបញ្ហានៅតំបន់បាល់កង់បានកើតមានកាន់តែខ្លាំងក្រោយពីចក្រភពអូតូម៉ង់បានធ្លាក់ចុះដុនដាបហើយបណ្ដារដ្ឋដែលធ្លាប់តែជាផ្នែកមួយនៃចក្រភពនេះបាននាំគ្នាប្រកាសឯករាជ្យជាបន្តបន្ទាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះបណ្ដាប្រទេសនៅក្នុងនិងនៅក្បែរតំបន់បាល់កង់បានប្រណាំងប្រជែងគ្នាដណ្ដើមត្រួតត្រាប្រទេសដែលជាអតីតដែនដីរបស់ចក្រភពអូតូម៉ង់
នៅឆ្នាំ1908ចក្រភពអូទ្រីសហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នីដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់មកធ្វើជាដែនដីរបស់ខ្លួនទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់សេrbីដែលមានព្រំដែនជាប់ជាមួយនឹងបូស្នីមានភាសានិងអំបូរប្រជាជនដូចបូស្នីហើយធ្លាប់ជាប្រទេសមួយនៅក្នុងចក្រភពអូតូម៉ង់ជាមួយនឹងបូស្នីចំណែកឯរុស្ស៊ីវិញរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់សេrbីក៏បានចេញមុខតវ៉ាទៅនឹងការកាត់យកទឹកដីបូស្នីដោយចក្រភពអូទ្រីសហុងគ្រីនេះដែរវិបត្តិនៅបូស្នីបានធ្វើឲ្យចំនួនរវាងអូទ្រីសហុងគ្រីនិងរុស្ស៊ីឈានទៅដល់ដំណាក់កាលមួយដែលមិនអាចផ្សះផ្សាគ្នាបានហើយចំនួននេះរីកដល់កាន់តែខ្លាំងឡើងថែមទៀតនៅពេលដែលសង្គ្រាមនៅតំបន់បាល់កង់បានផ្ទុះឡើងនៅឆ្នាំ1912ដល់ឆ្នាំ1913នៅឆ្នាំ1912 2ឆ្នាំមុនសង្គ្រាមលោកលើកទី1ប្រទេសចំនួន4ដែលសុទ្ធតែធ្លាប់ជាអតីតដែនដីនៅក្នុងចក្រភពអូតូម៉ង់ដូចគ្នាគឺសេrbី ក្រិច ម៉ុងទីនេក្រូនិងប៊ុលហ្គារីបានចងសម្ព័ន្ធភាពយោធានឹងគ្នាដែលគេឲ្យឈ្មោះថាបកសម្ព័ន្ធបាល់កង់ដើម្បីប្រយុទ្ធតទល់នឹងចក្រភពអូតូម៉ង់ក្នុងរយៈពេលតែប្រមាណខែក្រុមបកសម្ព័ន្ធបាល់កង់បានយកជ័យជំនះដោយដណ្ដើមយកបានដែនដីជាច្រើនរបស់ចក្រភពអូតូម៉ង់មកកាន់កាប់ក៏ប៉ុន្តែមិនយូរប៉ុន្មានសង្គ្រាមមួយទៀតក៏បានផ្ទុះឡើងដោយម្ដងនេះគឺជាសង្គ្រាមរវាងប្រទេសក្នុងបកសម្ព័ន្ធបាល់កង់គ្នាឯងគឺរវាងម្ខាងប៊ុលហ្គារីនិងម្ខាងទៀតសេrbីនិងក្រិចសង្គ្រាមនេះបានផ្ទុះឡើងដោយមកពីចំនួនក្នុងការបែងចែកដែនដីដែលពួកគេដណ្ដើមបានពីចក្រភពអូតូម៉ង់ក្រោយពីសង្គ្រាមនៅបាល់កង់បានបញ្ចប់ទៅនៅខែសីហាឆ្នាំ1913សេrbីបានក្លាយទៅជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់បាល់កង់ហើយតុល្យភាពអំណាចនៅបាល់កង់ក៏បានផ្អៀងទៅរករុស្ស៊ីដែលជាហេតុធ្វើឲ្យចក្រភពអូទ្រីសហុងគ្រីមិនសប្បាយចិត្តហើយមានគំនិតចង់ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់សេrbីកុំឲ្យបង្កើនអំណាចនៅបាល់កង់តទៅទៀតព្រឹកថ្ងៃទី28ខែមិថុនាឆ្នាំ1914ប្រមាចាស់ហ្វេឌីណង់ទីយាតរបស់ចក្រភពអូទ្រីសហុងគ្រីបានធ្វើដំណើរតាមរថភ្លើងទៅដល់ទីក្រុងសារ៉ាយេវ៉ូរដ្ឋធានីរបស់ប៊ូស្នីដែលអូទ្រីសហុងគ្រីបានកាត់យកពីចក្រភពអូតូម៉ង់មកធ្វើជាខេត្តរបស់ខ្លួនកាលពីឆ្នាំ1908ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់សេrbីក្រុមយុវជនជាតិនិយមសេrbី7នាក់ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវជនសេrbីបានរៀបគម្រោងការលបធ្វើជាប្រមាចាស់ហ្វេឌីណង់ដោយបានពង្រាយគ្នានៅតាមបណ្ដោយផ្លូវដែលក្បួនរថយន្តរបស់ព្រះអង្គត្រូវឆ្លងកាត់ប្រមាចាស់ហ្វេឌីណង់ធ្វើត្បិតតែដឹងថាដំណើរទៅកាន់ទីក្រុងសារ៉ាយេវ៉ូគឺជាដំណើរដែលប្រកបទៅដោយគ្រោះថ្នាក់ក៏ប៉ុន្តែព្រះអង្គនៅតែជំនះជិះក្នុងរថយន្តបើកដំបូលដើម្បីចង់បង្ហាញអំពីភាពស្និទ្ធស្នាលដល់ប្រជារាស្ត្រនៅទីនោះនៅម៉ោងប្រមាណជា10ព្រឹកនៅពេលដែលក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ហ្វេឌីណង់បានមកដល់ជាតកសេrbីម្នាក់ក្នុងចំណោម7នាក់ក៏បានគប់គ្រាប់បែកសម្ដៅទៅលើរថយន្តរបស់ព្រះអង្គក៏ប៉ុន្តែគ្រាប់បែកបានធ្លាក់ខុសគោលដៅដោយផ្ទុះទៅត្រូវរថយន្តដែលបើកពីខាងក្រោយអ្នកបើកបរក៏បានបើករថហើយនាំព្រះម្ចាស់ហ្វេឌីណង់ទៅកាន់សាលាក្រុងសារ៉ាយេវ៉ូចំណែកឯឃាតករវិញបានព្យាយាមសម្លាប់ខ្លួនឯងក៏ប៉ុន្តែមិនបានសម្រេចក៏ត្រូវប៉ូលីសចាប់ខ្លួនបាននៅសាលាក្រុងព្រះម្ចាស់ហ្វេឌីណង់បានចូលរួមនៅក្នុងពិធីផ្លូវការដែលគេបានគ្រោងទុកពីមុនជាធម្មតាក៏ប៉ុន្តែក្រោយចប់ពិធីព្រះអង្គបានសម្រេចលុបចោលកម្មវិធីដែលគ្រោងទុកផ្សេងៗទៀតដើម្បីយាងទៅសួរសុខទុក្ខអ្នកត្រូវរបួសដោយគ្រាប់បែកកាលពីព្រឹកហើយដែលកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យសារ៉ាយេវ៉ូនៅតាមផ្លូវពីសាលាក្រុងទៅមន្ទីរពេទ្យព្រះម្ចាស់ហ្វេឌីណង់នៅមហេសីគឺម្ចាស់ស្ត្រីសូហ្វីត្រូវបានឃាតករម្នាក់ទៀតបាញ់សម្លាប់ចក្រភពអូទ្រីសហុងគ្រីបានទម្លាក់ការទទួលខុសត្រូវនៃការធ្វើជាព្រះម្ចាស់ហ្វេឌីណង់នេះទៅលើប្រទេសសេrbីទាំងមូលហើយបានប្រកាសសង្គ្រាមលើសេrbីនៅថ្ងៃទី28ខែកក្កដាឆ្នាំ1914ដោយសារតែការចងសម្ព័ន្ធមិត្តគ្នាយ៉ាងប្រតិកាឡាសង្គ្រាមទ្វេភាគីរវាងអូទ្រីសហុងគ្រីនិងសេrbីក៏បានរីកដាលទៅដល់ប្រទេសមហាអំណាចអឺរ៉ុបផ្សេងៗទៀតរួមមានអាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស
បារាំងនិងរុស្ស៊ីមូលហេតុដែលបណ្ដាលឲ្យផ្ទុះសង្គ្រាមលោកលើកទី1នៅឆ្នាំ1914មានឫសគល់ពីបញ្ហាយ៉ាងច្រើនដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនដូចជាសង្គ្រាមរវាងបារាំងនិងព្រុសស៊ីនៅឆ្នាំ1870ដល់ឆ្នាំ1871ការលេចមកនៃចក្រភពអាល្លឺម៉ង់ដែលមានមហិច្ឆតាចង់ក្លាយទៅជាប្រទេសមហាអំណាចអាណានិគមប្រជែងជាមួយនឹងមហាអំណាចផ្សេងៗទៀតការងើបឡើងនៃចលនាជាតិនិយមនៅតាមបណ្ដាប្រទេសអឺរ៉ុបការប្រជែងសក្តិវុឌ្ឍរវាងអាល្លឺម៉ង់និងអង់គ្លេសព្រមទាំងការបង្កើតសម្ព័ន្ធមិត្តយ៉ាងប្រតិក្រឡាគ្នារវាងប្រទេសដែលជាគូប្រជែងក៏ប៉ុន្តែហេតុការណ៍ដែលជាឈ្នួនដុតបញ្ឆេះសង្គ្រាមគឺកើតឡើងពីការលបធ្វើជាព្រះម្ចាស់ Ferdinand ដែលជាទីយាររបស់ចក្រភពអូទ្រីសហុងគ្រីនៅទីក្រុង Sarajevo នៅថ្ងៃទី28 ខែមិថុនាឆ្នាំ1914 Sarajevo គឺជាទីក្រុងរបស់ Bosnia ដែលចក្រភពអូទ្រីសហុងគ្រីកាត់យកពីចក្រភពអូតូម៉ង់មកដាក់ជាដែនដីរបស់ខ្លួនក្រោមក្រសែភ្នែកក្តៅក្រហាយរបស់សេប៊ីដោយសារតែគិតកម្មទៅលើព្រះម្ចាស់ Ferdinand ត្រូវបានធ្វើឡើងដោយក្រុមអ្នកជាតិនិយមសេប៊ីអូទ្រីសហុងគ្រីក៏ដូចជាបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅពេលនោះនាំគ្នាទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសសេប៊ីហើយអូទ្រីសហុងគ្រីដែលកំពុងតែមានចំនួនជាមួយនឹងសេប៊ីស្រាប់ក៏ចង់ឆ្លៀតយកហេតុការណ៍នេះមកធ្វើជាលេសដើម្បីកម្ចាត់សេប៊ីដែលជាគូប្រជែងនិងឈានទៅលុបបំបាត់ជាស្ថាពរនៅបញ្ហាជាតិនិយមនៅប៊ូស្នីក៏ប៉ុន្តែដោយសារតែសេប៊ីមានរុស្ស៊ីជាខ្នងបង្អែកទើបអូទ្រីសហុងគ្រីមិនហ៊ានប្រកាសសង្គ្រាមលើសេប៊ីភ្លាមៗនោះទេដែលរងចាំការធានាពីអាល្លឺម៉ង់ថានឹងចេញមកជាជំនួយក្នុងករណីមានអន្តរាគមន៍យោធារបស់រុស្ស៊ីដោយស្របទៅតាមកិច្ចព្រមព្រៀងសម្ព័ន្ធភាពដែលបានចុះកាលពីមុននៅថ្ងៃទី23ខែកក្កដាឆ្នាំ1914ក្រោមពីទទួលបាននូវការធានាពីអធិរាជអាល្លឺម៉ង់ចក្រភពអូទ្រីសហុងគ្រីក៏បានផ្ញើលិខិតផ្លូវការមួយដោយដាក់ឧស្សាហនវិទ្យាតែ48ម៉ោងប៉ុណ្ណោះឲ្យសេប៊ីបំពេញតាមលក្ខខណ្ឌ10ចំណុចដែលនៅក្នុងចំណោមនោះគេឃើញថាមានចំណុចខ្លះពិបាកនឹងបំពេញក្នុងរយៈពេលដ៏ខ្លីត្រឹម48ម៉ោងហើយចំណុចខ្លះទៀតវាគឺជាលក្ខខណ្ឌដែលសេប៊ីក្នុងនាមជារដ្ឋអធិបតេយ្យមិនអាចនឹងបំពេញតាមបានតាមការពិតការដាក់ឧស្សាហនវិទ្យានេះគ្រាន់តែជាការធ្វើដើម្បីបង្ក្រប់កិច្ចតែប៉ុណ្ណោះអូទ្រីសហុងគ្រីបានសម្រេចចិត្តរួចទៅហើយថានឹងប្រកាសសង្គ្រាមទៅលើសេប៊ីនៅថ្ងៃទី25ខែកក្កដារដ្ឋាភិបាលសេប៊ីបានឆ្លើយតបទៅនឹងឧស្សាហនវិទ្យារបស់អូទ្រីសហុងគ្រីដែលបានសន្យាបំពេញតាមលក្ខខណ្ឌស្ទើរតែទាំងអស់លើកលែងតែលក្ខខណ្ឌខ្លះដែលសេប៊ីមិនអាចធ្វើតាមបានដោយសារតែវាធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់សេប៊ីក៏ប៉ុន្តែអូទ្រីសហុងគ្រីមិនសុខចិត្តក៏បានប្រកាសសង្គ្រាមលើសេប៊ីនៅថ្ងៃទី28ខែកក្កដាឆ្នាំ1914
សារតែមានការចុះសម្ព័ន្ធភាពយ៉ាងប្រតិក្រឡាគ្នាកាលពីមុនសង្គ្រាមរវាងអូទ្រីសហុងគ្រីនិងសេវីបានរីកដៅបន្តិចម្ដងទៅកាន់ប្រទេសផ្សេងទៀតក្រោយពីអូទ្រីសហុងគ្រីប្រកាសសង្គ្រាមលើសេវីចក្រភពរុស្ស៊ីបានចាប់ផ្ដើមកេណ្ឌកងទ័ពរបស់ខ្លួនដើម្បីទាមចូលជួយសេវីដែលជាសម្ព័ន្ធមិត្តឃើញបែបនេះអាល្លឺម៉ង់ក៏បានចាប់ផ្ដើមកេណ្ឌកងទ័ពរបស់ខ្លួនដែរហើយក្នុងពេលជាមួយគ្នាអាល្លឺម៉ង់បានប្រកាសដាក់អសន្នវិទ្យា12ម៉ោងឲ្យរុស្ស៊ីបញ្ឈប់ការត្រៀមខ្លួនធ្វើសង្គ្រាមជួយសេវីដោយមិនបានទទួលចម្លើយវិជ្ជមានពីរុស្ស៊ីអាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមលើរុស្ស៊ីនៅថ្ងៃទី1ខែសីហាអាល្លឺម៉ង់ក៏បានទាមទារផងដែរឲ្យបារាំងប្រកាសចំហអព្យាក្រឹតក្នុងសង្គ្រាមរវាងអាល្លឺម៉ង់និងរុស្ស៊ីក៏ប៉ុន្តែបារាំងបានបដិសេធដោយបានប្រាប់ទៅអាល្លឺម៉ង់វិញថាបារាំងនឹងធ្វើអ្វីដែលស្របទៅនឹងផលប្រយោជន៍ជាតិរបស់ខ្លួននៅថ្ងៃទី3ខែសីហាអាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមលើបារាំងហើយមួយថ្ងៃក្រោយមកអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់បារាំងក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់វិញដែរជប៉ុនដែលជាប់នៅក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយនឹងអង់គ្លេសបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់និងអូទ្រីសហុងគ្រីនៅថ្ងៃទី23និងថ្ងៃទី25ខែសីហាអាល្លឺម៉ង់បានចាប់ផ្ដើមធ្វើសង្គ្រាមលោកលើកទី1ដោយវាលោកចេញជាពីរមុខព្រួញក្នុងពេលតែមួយគឺវាលោកចូលឈ្លានពានប្រទេសបារាំងនៅទិសខាងលិចហើយទប់ទល់នឹងកងទ័ពរបស់រុស្ស៊ីមកពីទិសខាងកើតនៅថ្ងៃទី4ខែសីហាកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាលោកចូលទៅក្នុងប្រទេសបែលហ្ស៊ិកសម្ដៅចាក់ចុះមកប្រទេសបារាំងតាមទិសខាងជើងកងទ័ពបារាំងវិញបានចាប់ផ្ដើមវាលោកទៅលើអាល្លឺម៉ង់នៅទិសខាងកើតក្នុងគោលដៅដណ្ដើមយកតំបន់ Alsace-Lorraine ដែលអាល្លឺម៉ង់កាត់យកពីបារាំងកាលពីបារាំងចាញ់សង្គ្រាមនៅឆ្នាំ1871ក៏ប៉ុន្តែកងទ័ពបារាំងត្រូវកងទ័ពអាល្លឺម៉ង់វាយបកឲ្យដកត្រឡប់ថយក្រោយវិញចេញពីតំបន់ Alsace-Lorraine នៅខាងជើងឯនោះវិញកងទ័ពអាល្លឺម៉ង់បានឆ្លងផុតបែលហ្ស៊ិកហើយវាយលោកចូលក្នុងប្រទេសបារាំងសម្ដៅចុះមកក្រុងប៉ារីក៏ប៉ុន្តែមកដល់ត្រឹមប្រមាណជា70គីឡូម៉ែត្រពីទីក្រុងប៉ារីកងទ័ពបារាំងដែលនៅពេលនោះមានចំនួន2កងទ័ពអង់គ្លេសក៏បានវាយទប់ស្កាត់កងទ័ពអាល្លឺម៉ង់មិនឲ្យរត់ទៅមុខតទៅទៀតបានគឺនៅពេលនោះហើយដែលសង្គ្រាមលេនដ្ឋានបានចាប់ផ្ដើមឡើងពលគឺគូបដិបកទាំងសងខាងបាននាំគ្នាជីកលេនដ្ឋានទល់មកគ្នាហើយធ្វើការវាយឆ្មក់និងបាញ់ផ្លោកដាក់គ្នាចេញពីក្នុងលេនដ្ឋានរៀងៗខ្លួនសង្គ្រាមលេនដ្ឋាននេះដែលគេហៅតាមភាសាបារាំងថា Guerre des Tranchées បានអូសបន្លាយពេលចំនួន3ឆ្នាំពលគឺស្ទើរតែពេញនៅក្នុងអំឡុងសង្គ្រាមលោកលើកទី1ហើយវាបានបង្កនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់ភាគីទាំងសងខាងនៅក្នុងសមរភូមិនីមួយៗគេឃើញមានទាហានស្លាប់និងរបួសរហូតដល់ទៅរាប់លាននាក់ទាំងខាងបារាំងនិងខាងអាល្លឺម៉ង់នៅពេលដែលសង្គ្រាមលោកលើកទី1ចាប់ផ្ដើមទូឡើងនៅឆ្នាំ1914កងទ័ពអាល្លឺម៉ង់ត្រូវប្រឈមមុខនឹងសមរភូមិទាំងពីរទិសគឺនៅទិសខាងលិចមានបារាំងដែលមានជំនួយពីអង់គ្លេសនិងទិសខាងកើតមានចក្រភពរុស្ស៊ីនៅដើមខែសីហាឆ្នាំ1914អាល្លឺម៉ង់បានលើកទ័ពវាយសម្រុកចូលកាត់តាមប្រទេសបែលហ្ស៊ិកសម្ដៅចូលទៅកាន់កាប់ប្រទេសបារាំងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាអាល្លឺម៉ង់ត្រូវបង្វែរកងទ័ពមួយផ្នែកធំដើម្បីយកទៅទប់ទល់នឹងកងទ័ពរុស្ស៊ីដែលវាយលោកចូលមកក្នុងតំបន់ប៉ែកខាងកាត់អាល្លឺម៉ង់នៅក្នុងដែនដីប៉ូឡូញដែលស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់នៅចុងខែសីហាកងទ័ពអាល្លឺម៉ង់ដែលមានជំនួយពីកងទ័ពអូទ្រីសបានវាយបំបាក់កងទ័ពរុស្ស៊ីលែងឲ្យរលទៅមុខទៀតបានក៏ប៉ុន្តែការបំបែកកងទ័ពជាពីរមកព្រួញបានធ្វើឲ្យកងទ័ពអាល្លឺម៉ង់ត្រូវធ្លាក់ចុះទន់ខ្សោយនៅក្នុងសមរភូមិប៉ែកខាងលិចហើយត្រូវកងទ័ពបារាំងដែលមានជំនួយពីកងទ័ពអង់គ្លេសផងវាយទប់ស្កាត់មិនឲ្យវាយលុកចូលទៅកាន់កាប់ទីក្រុងប៉ារីនៅក្នុងរយៈពេល3ឆ្នាំបន្តមកទៀតសង្គ្រាមលោកលើកទី1ត្រូវស្ថិតនៅក្នុងស្ថានភាពគ្មានអ្នកឈ្នះគ្មានអ្នកចាញ់នៅខាងលិចកងទ័ពអាល្លឺម៉ង់និងកងទ័ពបារាំងប្រឈមមុខដាក់គ្នានៅក្នុងសង្គ្រាមលេនដ្ឋានចំណែកឯនៅសមរភូមិខាងកើតវិញទាហានអាល្លឺម៉ង់និងទាហានរុស្ស៊ីបានវាយរុញច្រានគ្នាទៅវិញទៅមកដោយគ្មានខាងណា
អាចវិបំបាក់គូបដិបកឲ្យបរាជ័យទាំងស្រុងបានក៏ប៉ុន្តែមកដល់ចុងឆ្នាំ1917ការវិវត្តដ៏សំខាន់មួយបានកើតមានឡើងនៅសមរភូមិខាងកើតប្រជាជនរុស្ស៊ីដែលភាគច្រើនជាកម្មករនិងកសិករក្រីក្របានចាប់ផ្ដើមធុញទ្រាន់នឹងសង្គ្រាមកាន់តែខ្លាំងហើយចលនាប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការរុស្ស៊ីក៏កើតមានកាន់តែច្រើនរហូតផ្ទុះទៅជាចលនាបដិវត្តន៍ដួលរំលំស្ដេចសានីកូឡាទី2ហើយបង្កើតទៅជារបបកុម្មុយនីសដឹកនាំដោយលីនីននៅខែតុលាឆ្នាំ1917គ្រាន់តែបានឡើងមកកាន់អំណាចភ្លាមលីនីនក៏បានសម្រេចឲ្យរុស្ស៊ីដកខ្លួនថយចេញពីសង្គ្រាមលោកលើកទី1ដែលបានចរចាចុះយុទ្ធសន្តិភាពជាមួយនឹងអាល្លឺម៉ង់និងសម្ព័ន្ធមិត្តនៅខែធ្នូឆ្នាំ1917ការដកខ្លួនថយរបស់រុស្ស៊ីបានធ្វើឲ្យអាល្លឺម៉ង់ធូរចិត្តនិងធូរកម្លាំងយ៉ាងច្រើនដែលអាចបង្វែរកម្លាំងទ័ពយកទៅប្រមូលផ្ដុំនៅសមរភូមិខាងលិចគឺនៅប្រទេសបារាំងក៏ប៉ុន្តែនៅពេលនោះបកសម្ព័ន្ធបារាំងនិងអង់គ្លេសអ្វីត្បិតតែបាត់បង់រុស្ស៊ីមួយក៏ប៉ុន្តែទទួលបានជំនួយពីប្រទេសមួយថ្មីមកជំនួសវិញគឺសហរដ្ឋអាមេរិកដែលបានចូលអន្តរាគមន៍ក្នុងសង្គ្រាមលោកលើកទី1នៅក្នុងឆ្នាំ1917នោះដែរចាប់តាំងពីមុនពេលផ្ទុះសង្គ្រាមលោកលើកទី1សហរដ្ឋអាមេរិកដែលយល់ថាខ្លួនគឺជាប្រទេសនៅដាច់ឆ្ងាយពីគេហើយមានមហាសមុទ្រធំពីរនៅសងខាងដើម្បីជាខែលការពារខ្លួនតែងតែប្រកាន់យកនូវនយោបាយការពារជាតិនិងនយោបាយការបរទេសដែលឈលលើមនោគមវិជ្ជាឯកោនិយមពលគឺអាមេរិកមិនលូកដៃចូលទៅធ្វើអន្តរាគមន៍នៅបរទេសដើម្បីបញ្ជាកុំឲ្យនាំបញ្ហាដល់សន្តិសុខជាតិរបស់ខ្លួននៅពេលដែលសង្គ្រាមលោកលើកទី1ផ្ទុះឡើងនៅឆ្នាំ1914រហូតដល់ឆ្នាំ1917លោក Woodrow Wilson ប្រធានាធិបតីអាមេរិកបានព្យាយាមរក្សាជំហរអព្យាក្រឹតរបស់ខ្លួនដើម្បីបញ្ជាកុំឲ្យអាមេរិកថងខ្លួនទៅក្នុងសង្គ្រាមជាមួយអឺរ៉ុបពលរដ្ឋអាមេរិកភាគច្រើនដែលប្រកាន់ជំហរសន្តិភាពនិយមក៏បានគាំទ្រជំហរអព្យាក្រឹតនោះដែរក៏ប៉ុន្តែក្រោយមកអ្នកដែលទាញអាមេរិកឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី1គឺអាល្លឺម៉ង់ដែលចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អង់គ្លេសបានប្រើនាវាមួយទឹកធ្វើការវាយប្រហារដោយឥតរើសមុខទៅលើនាវាដឹកទំនិញដែលធ្វើដំណើរចេញចូលប្រទេសអង់គ្លេសនៅខែឧសភាឆ្នាំ1915នាវាមួយទឹកអាល្លឺម៉ង់បានបាញ់ពន្លិចនាវាដ៏ធំមួយរបស់អង់គ្លេសបណ្ដាលឲ្យអ្នកដំណើរស្លាប់ជាង 1000 នាក់ដោយក្នុងនោះរួមមានពលរដ្ឋអាមេរិកចំនួន120នាក់ផងដែរហេតុការណ៍នេះបានបង្កឲ្យមានភាពតានតឹងផ្នែកការទូតរវាងអាមេរិកនិងអាល្លឺម៉ង់ក៏ប៉ុន្តែក្រៅពីការធ្វើការតវ៉ាតាមផ្លូវទូតនៅពេលនោះអាមេរិកមិនបានចាត់វិធានការអ្វីតបតទៅអាល្លឺម៉ង់វិញនោះទេទោះជាយ៉ាងណាពលរដ្ឋអាមេរិកវិញដែលធ្លាប់តែប្រកាន់ជំហរសន្តិភាពនិយមកាលពីមុនមកនោះក៏ចាប់ផ្ដើមមានគំនិតប្រឆាំងនឹងអាល្លឺម៉ង់នៅខែមករាឆ្នាំ1917នៅពេលដែលសង្គ្រាមនៅអឺរ៉ុបអូសបន្លាយពេលកាន់តែយូរជាងការរំពឹងទុកអាល្លឺម៉ង់ដែលចង់កាត់ផ្ដាច់ផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់ប្រជាមិត្តក៏បានប្រកាសបង្កើនការវាយប្រហារដោយឥតរើសមុខទៅលើរាល់នាវាទាំងអស់ដែលធ្វើដំណើរចេញចូលប្រទេសជាប់សង្គ្រាមដែលនេះមានន័យថានាវាដែលបើកឆ្លងកាត់មហាសមុទ្រអាត្លង់តិករវាងសហរដ្ឋអាមេរិកនិងអង់គ្លេសក៏នឹងត្រូវទទួលរងនឹងការវាយប្រហារដោយមិនប្រាប់ជាមុននោះដែរ3ថ្ងៃក្រោយការប្រកាសនេះអាមេរិកក៏បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយនឹងអាល្លឺម៉ង់ក៏ប៉ុន្តែនៅពេលនោះអាមេរិកក៏នៅតែមិនទាន់ចូលអន្តរាគមន៍នៅក្នុងសង្គ្រាមនោះដែររហូតដល់ខែមេសាឆ្នាំ1917នៅក្រៅពេលដែលនាវាមួយទឹកអាល្លឺម៉ង់បាញ់ពន្លិចនាវាដឹកទំនិញ4គ្រឿងរបស់អាមេរិកទើបលោកប្រធានាធិបតី Wilson ស្នើកោះប្រជុំសភាអាមេរិកជាបន្ទាន់ដើម្បីប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅខែវិច្ឆិកាឆ្នាំដដែលទាហានអាមេរិកបានចាប់ផ្ដើមធ្វើដំណើរទៅដល់ប្រទេសបារាំងដើម្បីជួយទាហានបារាំងនិងទាហានអង់គ្លេសវាយតទល់ជាមួយនឹងទាហានអាល្លឺម៉ង់តាមការពិតនៅពេលនោះអាមេរិកក៏មិនទាន់ជាមហាអំណាចយោធាដូចជាបណ្ដាប្រទេសអឺរ៉ុបនៅឡើយដែរទាហានអាមេរិកមានចំនួនតិចមិនសូវមានការវឹកវើនិងបទពិសោធន៍ក្នុងការធ្វើសឹកសង្គ្រាមហើយក៏មិនសូវមានអាវុធយុទ្ធភ័ណ្ឌទំនើបប៉ុន្មាននោះដែរក៏ប៉ុន្តែអន្តរាគមន៍របស់អាមេរិកគឺជារបស់ដ៏សំខាន់មួយនៃសង្គ្រាមនៅពេលនោះអាមេរិកធ្វើឲ្យតែមានទាហានតិចក៏ប៉ុន្តែមានសមត្ថភាពកេណ្ឌកងទ័ពបានរាប់លាននាក់នៅក្នុងពេលដ៏ខ្លី
ไม่อย่างវិញទៀតនៅក្នុងពេលដែលទាហាននៅអឺរ៉ុបទាំងទាហានបារាំងនិងអង់គ្លេសនិងទាហានអាល្លឺម៉ង់សុទ្ធតែទទួលរងនឹងការខូចខាតយ៉ាងដំណំទាំងខាងផ្លូវកាយនិងផ្លូវចិត្តពីការវិប្រយុទ្ធគ្នាដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់អស់រយៈពេលជាង3ឆ្នាំមកហើយនោះទាហានអាមេរិកវិញគឺជាកម្លាំងថ្មីដោយសារតែមានជំនួយពីកម្លាំងថ្មីនេះហើយទើបបារាំងនិងអង់គ្លេសចាប់ផ្ដើមមានព្រៀបលើសមរភូមិនៅខែសីហាឆ្នាំ1918កងទ័ពសម្ព័ន្ធមិត្តក៏បានចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំវាយរុញច្រានកងទ័ពអាល្លឺម៉ង់ឲ្យដកថយបន្តិចម្ដងចេញពីប្រទេសបារាំងអាល្លឺម៉ង់ដែលទទួលបរាជ័យនៅស្ទើរតែគ្រប់សមរភូមិក៏សុខចិត្តចរចាសុំចុះចាញ់ហើយចុះហត្ថលេខាលើប័ណ្ណឈប់បាញ់មួយនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1918មុននឹងឈានទៅចុះសន្ធិសញ្ញាសន្តិភាពនៅទីក្រុងវែកសៃប្រទេសបារាំងដើម្បីបញ្ចប់សង្គ្រាមលោកលើកទី1ជាផ្លូវការនៅថ្ងៃទី28ខែមិថុនាឆ្នាំ1919នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1918នៅវេលាម៉ោង11ព្រឹកស្នូលជួងបានបណ្តើរឡើងនៅតាមបណ្ដាវិហារកាតូលិកទាំងអស់នៅទូទាំងប្រទេសបារាំងដើម្បីអបអរសាទរបទឈប់បាញ់ដែលបានចុះដោយភាគីជម្លោះនៅក្នុងសង្គ្រាមលោកលើកទី1គេត្រូវរងចាំរហូតដល់ថ្ងៃទី28ខែមិថុនាឆ្នាំបន្ទាប់ទើបសន្ធិសញ្ញាសន្តិភាពមួយត្រូវបានចុះហត្ថលេខានៅទីក្រុងវែកសៃប្រទេសបារាំងដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការក៏ប៉ុន្តែរាល់ការវាយប្រយុទ្ធគ្នានៅលើសមរភូមិត្រូវបានបញ្ចប់ចាប់តាំងពីថ្ងៃទី11ខែ11ម៉ោង11ឆ្នាំ1918ការវាយប្រយុទ្ធគ្នាអស់រយៈពេល4ឆ្នាំនិង4ខែនៅក្នុងសង្គ្រាមលោកលើកទី1បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់បណ្ដាប្រទេសជាប់ជម្លោះទាំងផលវិបាកខាងប្រជាសាស្ត្រខាងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌គិតជាសរុបសង្គ្រាមលោកលើកទី1បានសម្លាប់ជីវិតមនុស្សប្រមាណជា17លាននាក់នៅក្នុងនោះមានទាហានប្រមាណជា10លាននាក់និងជនស៊ីវិល7លាននាក់ចំនួនអ្នករបួសវិញមានរហូតដល់ទៅប្រមាណជា20លាននាក់ហើយប្រទេសដែលរងការខូចខាតធ្ងន់ធ្ងរជាងគេគឺអាល្លឺម៉ង់និងបារាំងក្រៅពីការបាត់បង់ជីវិតមនុស្សសង្គ្រាមលោកលើកទី1ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរខាងផ្នែកសេដ្ឋកិច្ចជាពិសេសគឺការខូចខាតខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការបាត់បង់កម្លាំងពលកម្មម្យ៉ាងវិញទៀតប្រទេសជាប់ជម្លោះនីមួយៗសុទ្ធតែបាននាំគ្នាចំណាយលុយរាប់សិបពាន់លានដុល្លារក្នុងការធ្វើសង្គ្រាមហើយភាគច្រើនលុយទាំងអស់នោះបានមកពីការខ្ចីបំណុលគេទាំងបំណុលនៅក្នុងស្រុកនិងបំណុលនៅក្រៅប្រទេសក្រោយពីសង្គ្រាមបានបញ្ចប់ទៅបំណុលអស់ទាំងនេះក៏ត្រូវដល់ពេលសងគេវិញហើយក្នុងពេលជាមួយគ្នាតម្រូវការចំណាយក៏មានច្រើនដើម្បីស្ដារការខូចខាតជាពិសេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបំផ្លិចបំផ្លាញដោយសារសង្គ្រាមចំណែកឯសេដ្ឋកិច្ចវិញក៏មិនមានកំណើនដោយសារតែខ្វះខាតកម្លាំងពលកម្មប្រឈមមុខនឹងបញ្ហានេះប្រទេសនីមួយៗបាននាំគ្នាធ្វើការបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកបង្គ្រប់ការចំណាយដែលជាហេតុធ្វើឲ្យអត្រាអតិផរណាត្រូវកើនឡើងខ្ពស់កប់ពពកជាពិសេសនៅប្រទេសអាល្លឺម៉ង់នៅអំឡុងឆ្នាំ1923លុយម៉ាករបស់អាល្លឺម៉ង់បានធ្លាក់ថ្លៃរហូតដល់កម្រិតមួយទីបំផុតស្ទើរតែលែងមានតម្លៃអ្វីទាំងអស់ពលគឺជាង4000លានម៉ាកមានន័យថា4បូកជាមួយនឹង012ពីខាងក្រោយទើបដូរបាន$1អាមេរិកនៅក្នុងពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងភាពចលាចលខាងផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុសហរដ្ឋអាមេរិកឯណោះវិញដែលបានផ្ដល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសអឺរ៉ុបដើម្បីយកទៅធ្វើសង្គ្រាមក៏បានលេចមុខឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកថ្មីមួយមណ្ឌលហិរញ្ញវត្ថុពិភពលោកលែងស្ថិតនៅក្នុងទីក្រុងឡុងនៅក្នុងប្រទេសអង់គ្លេសដូចជាពីពេលមុនទៀតហើយក៏ប៉ុន្តែត្រូវទៅស្ថិតនៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឯណោះវិញ
សង្គ្រាមលោកលើកទី1ក៏បានបង្កផលវិបាកខាងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងសម្បើមផងដែរដល់តំបន់អឺរ៉ុបរបបរាជានិយមត្រូវដួលរលំជាបន្តបន្ទាប់ដោយនាំយកទៅជាមួយនឹងក្រុមគ្រួសាររាជវង្សធំៗដែលធ្លាប់តែគ្រប់គ្រងអឺរ៉ុបជាច្រើនដំណកន្លងមកហើយចក្រភពធំៗនៅអឺរ៉ុបរួមមានចក្រភពអាល្លឺម៉ង់អូទ្រីសហុងគ្រីរុស្ស៊ីនិងអូតូម៉ង់ត្រូវដួលរលំដោយបែកខ្ញែកគ្នាទៅជាប្រទេសតូចៗជាច្រើនដូចជាប្រទេសអូទ្រីសហុងគ្រីឆេកូស្លូវ៉ាគីប្រទេសក្នុងអតីតយូហ្គោស្លាវីកាត់ចេញពីការដួលរលំនៃចក្រភពអូទ្រីសហុងគ្រីប្រទេសហ្វាំងឡង់និងប្រទេសជុំវិញសមុទ្របាល់ទិកកាត់ចេញពីការដួលរលំនៃចក្រភពរុស្ស៊ីចំណែកឯទូគីនិងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាសប្តាហ៍ថ្ងៃកាត់ចេញពីការដួលរលំនៃចក្រភពអូតូម៉ង់នៅអាល្លឺម៉ង់របបរាជានិយមរបស់ព្រះបាទវីលហែមទី2ត្រូវដួលរលំហើយបង្កើតទៅជារបបសាធារណរដ្ឋដែលគេឲ្យឈ្មោះថាសាធារណរដ្ឋវ៉ៃម៉ាតំបន់អាសាសលូហែនដែលអាល្លឺម៉ង់ដណ្ដើមយកពីបារាំងកាលពីក្នុងអំឡុងសង្គ្រាមអាល្លឺម៉ង់បារាំងឆ្នាំ1871ត្រូវបានគេកាត់ប្រគល់ទៅឲ្យប្រទេសបារាំងវិញលើពីនេះទៅទៀតអាល្លឺម៉ង់ដែលជាប្រទេសចាញ់សង្គ្រាមត្រូវគេបង្ខំឲ្យសងការខូចខាតរហូតដល់ទៅរាប់ពាន់លានដុល្លារដល់ប្រទេសដែលជាអ្នកឈ្នះសង្គ្រាមសន្ធិសញ្ញាសន្តិភាពទីក្រុងវ៉ែកសៃក៏បានតម្រូវផងដែរឲ្យអាល្លឺម៉ង់កាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនឲ្យនៅយ៉ាងច្រើនបំផុតត្រឹម 10,000 នាក់ហើយការផលិតគ្រឿងសព្វាវុធធ្ងន់ៗដូចជារថក្រោះយន្តហោះចម្បាំងនិងនាវាចម្បាំងធំៗក៏ត្រូវបានហាមឃាត់ផងដែរការដាក់កម្រិតបែបនេះត្រូវបានធ្វើឡើងនៅក្នុងគោលដៅបញ្ជាកុំឲ្យមហិច្ឆតាឈ្លានពានពង្រីកទឹកដីរបស់អាល្លឺម៉ង់ត្រូវផ្ទុះឡើងវិញហើយបង្កទៅជាសង្គ្រាមសាជាថ្មីម្ដងទៀតក្នុងពេលជាមួយគ្នានោះស្ថាប័នអន្តរជាតិដ៏ថ្មីស្រឡាងមួយក៏ត្រូវបានបង្កើតឡើងផងដែរគឺសង្គមប្រជាជាតិដោយមានបេសកកម្មធានាឲ្យបាននូវសុខសន្តិភាពនៅទូទាំងពិភពលោកក៏ប៉ុន្តែទាំងការបង្កើតសង្គមប្រជាជាតិនិងទាំងការដាក់កម្រិតផ្នែកយោធាដល់អាល្លឺម៉ង់មិនបានទទួលជោគជ័យក្នុងការបញ្ជាសង្គ្រាមសាជាថ្មីនោះទេប្រជាជនអាល្លឺម៉ង់ជាច្រើនយល់ថាសន្ធិសញ្ញាក្រុងវ៉ែកសៃមានភាពអយុត្តិធម៌យ៉ាងច្រើនចំពោះអាល្លឺម៉ង់ហើយមិនយូរប៉ុន្មានរដ្ឋាភិបាលអាល្លឺម៉ង់ក៏ចាប់ផ្ដើមឈប់គោរពទៅតាមបម្រាមដែលមានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពដែលបានលួចផលិតគ្រឿងសព្វាវុធទំនើបនិងបង្កើតកម្លាំងកងទ័ពរបស់ខ្លួនឡើងវិញចំណែកឯសង្គមប្រជាជាតិវិញត្រូវបានបង្កើតឡើងក៏ប៉ុន្តែជាស្ថាប័នដែលមិនមានអំណាចដោយសារតែបណ្ដាប្រទេសធំៗមួយចំនួនជាពិសេសសហរដ្ឋអាមេរិកបានបដិសេធមិនព្រមចូលជាសមាជិកប្រមាណជា20ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទី1សង្គ្រាមលោកមួយថ្មីទៀតក៏បានត្រូវផ្ទុះឡើងនៅឆ្នាំ1939ហើយសង្គ្រាមថ្មីនេះបានបង្កឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរជាងសង្គ្រាមលោកលើកទី1ទៅទៀតនៅក្រៅសង្គ្រាមលោកលើកទី1ចក្រភពអូទ្រីសហុងគ្រីដែលចាញ់សង្គ្រាមត្រូវដួលរលំហើយបែកខ្ញែកទៅជាប្រទេសផ្សេងគ្នាក្នុងនោះក៏រួមមានប្រទេសឆេកូស្លូវ៉ាគីមួយផងដែរនៅចន្លោះពីឆ្នាំ1918ដល់ឆ្នាំ1938គេឃើញមានប្រជាជនដើមកំណើតអាល្លឺម៉ង់ប្រមាណជា3លាននាក់រស់នៅក្នុងប្រទេសឆេកូស្លូវ៉ាគីជាពិសេសនៅក្នុងតំបន់ដែលគេឲ្យឈ្មោះថាស៊ូដេតឬតាមភាសាអាល្លឺម៉ង់ថាស៊ូដេតឡាននៅខែកញ្ញាឆ្នាំ1938ដែលមានការជំរុញពីសំណាក់ហ៊ីតឡែរមេដឹកនាំគណបក្សស្និទ្ធនឹងណាស៊ីនៅក្នុងតំបន់ស៊ូដេតបានទាមទារផ្ដាច់តំបន់នេះចេញពីប្រទេសឆេកូស្លូវ៉ាគីដើម្បីភ្ជាប់ខ្លួនជាមួយនឹងប្រទេសអាល្លឺម៉ង់រដ្ឋាភិបាលឆេកូស្លូវ៉ាគីបានបដិសេធហ៊ីតឡែរក៏បានគំរាមធ្វើសង្គ្រាមនៅក្នុងហេតុផលថាដើម្បីចូលទៅការពារប្រជាជនអាល្លឺម៉ង់ដែលរស់នៅក្នុងតំបន់នោះនៅក្នុងអំឡុងពេលនោះទាំងបារាំងនិងទាំងអង់គ្លេសដែលទើបនឹងងើបចេញពីសង្គ្រាមលោកលើកទី1តែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមផ្ទុះឡើងសាជាថ្មីទៀតនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Chamberlain បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ជួបហ៊ីតឡែរដោយផ្ទាល់ដើម្បីជជែកអំពីវិបត្តិនៅស៊ូដេតនៅក្នុងជំនុំនេះហើយដោយគ្មានសួរយោបល់រដ្ឋាភិបាលឆេកូស្លូវ៉ាគីនាយករដ្ឋមន្ត្រីអង់គ្លេសបានព្រមព្រៀងឲ្យហ៊ីតឡែរកាត់យកទឹកដីមួយផ្នែកនៃតំបន់ស៊ូដេតគឺនៅត្រង់កន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី 50% យកមកដាក់បញ្ចូលទៅក្នុងទឹកដីអាល្លឺម៉ង់បន្តមក
អង់គ្លេសក៏បានបញ្ចុះបញ្ចូលបារាំងឲ្យទទួលយកអំណាចស្រ័យមួយនេះក្រោយពីបាននិយាយព្រមព្រៀងគ្នារួចរាល់ហើយទើបអង់គ្លេសនិងបារាំងទៅជួបរដ្ឋាភិបាលឆេកូស្លូវ៉ាគីដើម្បីប្រាប់អំពីអ្វីដែលគេបានព្រមព្រៀងគ្នាជាមួយហ៊ីតលែរគឺឆេកូស្លូវ៉ាគីត្រូវតែសុខចិត្តប្រគល់ទឹកដីមួយផ្នែកនៃតំបន់ស៊ូដេតទៅឲ្យហ៊ីតលែរហើយជាថ្នូរមកវិញអង់គ្លេសនិងបារាំងធានាថានឹងការពារឯករាជ្យនិងបូរណភាពទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគីឆេកូស្លូវ៉ាគីក៏យល់ព្រមហើយនាយករដ្ឋមន្ត្រីអង់គ្លេសក៏ធ្វើដំណើរទៅជួបហ៊ីតលែរដើម្បីប្រាប់អំពីដំណោះស្រាយនេះក៏ប៉ុន្តែហ៊ីតលែរស្រាប់តែបានធ្វើការទាមទារបន្ថែមលើសពីអ្វីដែលបានទាមទារពីមុនគឺទាមទារយកតំបន់ស៊ូដេតទាំងមូលមិនមែនត្រឹមតែតំបន់ដែលមានប្រជាជនអាល្លឺម៉ង់លើសពី 50% ដោយដែលបានព្រមព្រៀងគ្នាពីមុននោះទេនាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធហ៊ីតលែរក៏បានប្រកាសដាក់អសន្នវិទ្យាឲ្យឆេកូស្លូវ៉ាគីប្រគល់តំបន់ស៊ូដេតឲ្យអាល្លឺម៉ង់ត្រឹមថ្ងៃទី28ខែកញ្ញាឆ្នាំ1938បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងសង្គ្រាមក្រោយពីទទួលឧស្សាហវិទ្យាពីហ៊ីតលែរឆេកូស្លូវ៉ាគីក៏បានកេណ្ឌកងទ័ពដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់សហភាពសូវៀតដែលនៅពេលនោះជាសម្ព័ន្ធមិត្តរបស់ឆេកូស្លូវ៉ាគីក៏បានកេណ្ឌកងទ័ពដើម្បីត្រៀមធ្វើសង្គ្រាមទល់នឹងហ៊ីតលែរផងដែរក៏ប៉ុន្តែអង់គ្លេសនិងបារាំងវិញនៅតែបន្តព្យាយាមរកវិធីចរចាដើម្បីបញ្ជៀសសង្គ្រាមជាមួយនឹងហ៊ីតលែររដ្ឋាភិបាលអង់គ្លេសនៅតែយល់ថាការដែលហ៊ីតលែរចង់បានតំបន់ស៊ូដេតគឺពិតជាក្នុងគោលដៅចង់ការពារប្រជាជនដើមកំណើតអាល្លឺម៉ង់ពិតមែនហើយជំនួសអាចនឹងត្រូវដោះស្រាយបានប្រសិនបើគេយល់ព្រមតាមហ៊ីតលែរអង់គ្លេសក៏ត្រឡប់ទៅចរចាជាមួយនឹងហ៊ីតលែរវិញហើយនៅថ្ងៃទី30ខែកញ្ញាអាល្លឺម៉ង់អ៊ីតាលីអង់គ្លេសនិងបារាំងក៏បានចុះកិច្ចព្រមព្រៀងគ្នាមួយនៅក្នុងទីក្រុងម៉ូនិចដោយគ្មានវត្តមានរបស់ឆេកូស្លូវ៉ាគីហើយព្រមព្រៀងឲ្យអាល្លឺម៉ង់ចូលកាន់កាប់តំបន់ស៊ូដេតទាំងមូលជាថ្នូរមកវិញហ៊ីតលែរបានសន្យាថានឹងបញ្ឈប់ការទាមទារផ្ដាច់ទឹកដីរបស់ខ្លួនតែត្រឹមតំបន់ស៊ូដេតនេះមួយបន្ទាប់មកបារាំងនិងអង់គ្លេសបានប្រាប់ទៅឆេកូស្លូវ៉ាគីអំពីអ្វីដែលគេបានព្រមព្រៀងជាមួយនឹងហ៊ីតលែរហើយបញ្ជាក់ថាប្រសិនបើឆេកូស្លូវ៉ាគីមិនព្រមប្រគល់តំបន់ស៊ូដេតទៅឲ្យអាល្លឺម៉ង់ទេឆេកូស្លូវ៉ាគីនឹងត្រូវប្រឈមមុខនឹងកងទ័ពរបស់ហ៊ីតលែរតែម្នាក់ឯងដោយគ្មានជំនួយពីអង់គ្លេសនិងបារាំងនោះទេឆេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងហ៊ីតលែរបានក៏សុខចិត្តធ្វើតាមហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដេតនៅថ្ងៃទី10ខែតុលាឆ្នាំ1938នៅអង់គ្លេសលោក Chamberlain នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានគេចាត់ទុកថាជាវីរបុរសដ៏ឆ្នើមមួយដែលបានដោះស្រាយបញ្ចប់វិបត្តិឆេកូស្លូវ៉ាគីដោយសន្តិវិធីហើយបញ្ជៀសបាននូវសង្គ្រាមជាមួយនឹងហ៊ីតលែរក៏ប៉ុន្តែនៅអាល្លឺម៉ង់វិញហ៊ីតលែរបានកំណត់ក្នុងចិត្តថាសម្បទានគ្រប់យ៉ាងដែលអង់គ្លេសនិងបារាំងបានធ្វើនៅក្នុងវិបត្តិឆេកូស្លូវ៉ាគីគឺបញ្ជាក់យ៉ាងច្បាស់ថាអង់គ្លេសនិងបារាំងនៅពេលនោះកំពុងតែខ្លាចអាល្លឺម៉ង់ក្រោយមកមិនដល់មួយឆ្នាំផងនៅថ្ងៃទី16ខែមីនាឆ្នាំ1939ហ៊ីតលែរក៏បានចូលឈ្លានពានកាន់កាប់ទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគីព្រមទាំងទាមទារយកទឹកដីរបស់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ក្បែរៗនោះរហូតមកទល់នឹងពេលនោះទើបអង់គ្លេសនិងបារាំងភ្ញាក់ដឹងខ្លួនថាអ្វីដែលហ៊ីតលែរបានសន្យានៅទីក្រុងម៉ូនីកកាលពីឆ្នាំមុនគឺជាការបោកប្រាស់សុទ្ធសាធហើយក៏សម្រេចបញ្ឈប់នយោបាយធ្វើសម្បទានដើម្បីផ្គាប់ចិត្តហ៊ីតលែរដោយកាលពីមុនទៀតនៅថ្ងៃទី31ខែមីនាឆ្នាំ1939ក្រោយពីហ៊ីតលែរបានទាមទារផ្ដាច់ទឹកដីមួយផ្នែករបស់ប៉ូឡូញបារាំងនិងអង់គ្លេសក៏បានប្រកាសជាសាធារណៈធានាការពីឯករាជ្យនិងបូរណភាពទឹកដីរបស់ប៉ូឡូញពីការឈ្លានពានរបស់អាល្លឺម៉ង់ក៏ប៉ុន្តែការប្រកាសនេះមិនបានធ្វើឲ្យហ៊ីតលែរខ្លាចរអានោះទេហ៊ីតលែរដែលធ្លាប់មើលឃើញពីចំហទន់ជ្រាយរបស់បារាំងនិងអង់គ្លេសកាលពីក្នុងអំឡុងវិបត្តិនៅឆេកូស្លូវ៉ាគីក៏បានចូលឈ្លានពានប្រទេសប៉ូឡូញនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1939ពីរថ្ងៃក្រោយមកបារាំងនិងអង់គ្លេសបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ហើយសង្គ្រាមលោកលើកទី2ក៏ចាប់ផ្ទុះឡើងនៅពេលនោះនៅក្នុងពេលបច្ចុប្បន្ននេះវិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែនកំពុងតែធ្វើឲ្យគេនឹកឃើញឡើងវិញអំពីអ្វីដែលបានកើតឡើងនៅឆេកូស្លូវ៉ាគីកាលពីជាង70ឆ្នាំមុននៅឆ្នាំ2014រុស្ស៊ីក្រោមការដឹកនាំរបស់លោក Vladimir Putin បានបញ្ជូនទាហានចូលទៅឈ្លានពានកាន់កាប់តំបន់គ្រីមៀរបស់អ៊ុយក្រែននៅក្នុងហេតុផលថាដើម្បីការពារប្រជាជនរុស្ស៊ីដោយដែលហ៊ីតលែរធ្លាប់ទាមទារកាន់កាប់តំបន់ស៊ូដេតរបស់ឆេកូស្លូវ៉ាគី
នៅក្នុងហេតុផលថាដើម្បីការពារប្រជាជនអាល្លឺម៉ង់កាលពីឆ្នាំ1938ដូច្នោះដែរក៏ប៉ុន្តែគេឃើញថានៅក្នុងប្រទេសអ៊ុយក្រែនមិនមែនមានតែតំបន់គ្រីមីមួយទេដែលមានប្រជាជនរុស្ស៊ីរស់នៅតំបន់ជាច្រើនផ្សេងទៀតជាពិសេសតំបន់នៅប៉ែកខាងកើតជាប់ព្រំដែនរុស្ស៊ីក៏មានប្រជាជនរុស្ស៊ីរស់នៅយ៉ាងច្រើនផងដែរលើពីនេះទៅទៀតក្រៅពីអ៊ុយក្រែនគេឃើញថានៅមានប្រទេសជាច្រើនផ្សេងទៀតជាពិសេសប្រទេសដែលធ្លាប់ស្ថិតនៅក្នុងអតីតសហភាពសូវៀតដែលមានប្រជាជនរុស្ស៊ីរស់នៅយ៉ាងច្រើនផងដែរដូច្នេះសំណួរដែលគេចោទឡើងនៅពេលនេះគឺនៅត្រង់ថាតើលោកពូទីននឹងបញ្ឈប់ត្រឹមតំបន់គ្រីមីនេះឬក៏អាចនឹងឈានទៅកាន់កាប់តំបន់ផ្សេងទៀតនៅពេលខាងមុខដោយលោកយកហេតុផលថាដើម្បីចូលទៅការពារប្រជាជនរុស្ស៊ី